មូនពេជ្រប្រហែលជាក្មួយមួយដែលមករៀននៅសាលាកងទ័ពជើងទឹកនៅអាមេរិកហើយក៏វិលត្រឡប់ទៅកម្ពុជាវិញបើនិយាយពីក្មួយម្នាក់ហ្នឹងខ្ញុំស្គាល់តែតាម Facebook ទេណាខ្ញុំស្គាល់តែតាម Facebook ទេហើយទើបនឹងចាប់អារម្មណ៍ពីឈ្មោះក្មួយហ្នឹងនៅពេលដែលក្មួយហ្នឹងបានបបួលខ្មែរឲ្យប្តឹងសៀមទៅ ICC ឲ្យប្តឹងសៀមទៅ ICC ខ្ញុំក៏ឃើញអញ្ចឹងដឹងតែប៉ុណ្្នឹងទេហើយរឿងក្មួយហ្នឹងបបួលខ្មែរប្តឹងទៅ ICC ក្មួយហ្នឹងគ្នាឆោតល្ងងគ្នាអត់យល់ទេគ្នាឆោតល្ងងដូច្នេះហើយខ្ញុំនិយាយចង់មាត់ចង់កពីរឿងហ្នឹងនិយាយមិនទាន់ផុតពីមាត់ផងក៏វាចាញ់រឿងមកក្មួយហ្នឹងឆោតល្ងងក្មួយហ្នឹងគ្នារស់នៅក្នុងឋានៈវែកក្នុងឆ្នាំងសម្លមិនបានវែកនៅក្នុងឆ្នាំងសម្លខ្ញុំសូមប្រាប់ណាកូនក្មួយទាំងអស់សូមប្រាប់លើកលែងតែលោកហ៊ុនម៉ាណែតមួយចាញ់ឬក៏លោកណាដែលជាតកូលហ៊ុនចាញ់ក្មេងណាដែលរៀនសាលាទាហាននៅបរទេសដែលក្មេងនោះមិនមានម៉ែឪថ្នាក់ដឹកនាំឬក៏មន្ត្រីធំដុំចំណិតលោកហ៊ុនសែនណាគឺត្រឡប់ទៅស្រុកវិញស៊ីតែអាចទេអូខេស៊ីតែអាចទេពីព្រោះអីពីព្រោះឲ្យតែយើងជាកូនអ្នកស្រុកអ្នកស្រែអ្នកចំការធម្មតាយើងមករៀនសាលាអាមេរិកសាលាទាហានណាយើងមករៀនសាលាទាហានអាមេរិកទៅវិញជាអាចហើយមិនបានអញ្ចឹងពីព្រោះកុម្មុយនីសណាកុម្មុយនីសអត់យកដាច់ខាតខ្មែរណាដែលសិក្សានៅសាលាទាហានអាមេរិកបើត្រឡប់ទៅវិញគេឲ្យធ្វើការក៏ការងារហ្នឹងមិនអាចគេដាក់ឲ្យកាន់កិច្ចការធំដុំទេពីព្រោះបកប្រជាជនគឺជាបកកុម្មុយនីសដែលអត់មានទំនុកចិត្តលើប្រវត្តិរូបរបស់ជនចក្រពត្តិប្រតិកិរិយាទេកុម្មុយនីសលើកលែងតែកូនចៅវាបានវាឲ្យធ្វើធំកូនចៅវាមករៀននៅអាមេរិកអីអត់អីទេពីព្រោះវាអត់អីទេព្រោះវាកូនចៅវាតែបើកូនចៅអ្នកស្រុកកុំសង្ឃឹមថាបានបនស័កធំដុំហើយបើបានបនស័កធំដុំដោយបានបនស័កធំដុំក៏គេមិនឲ្យឡើងកាន់តំណែងសំខាន់ដែរពីព្រោះកុម្មុយនីសណាពីព្រោះកុម្មុយនីសគេប្រកាន់ប្រវត្តិរូបណាគេអត់យកពួកចក្រពត្តិឲ្យចូលធ្វើការក្នុងជួរសំខាន់របស់គេទេហ្នឹងតាំងតែពីដើមមកក្មួយម្នាក់ហ្នឹងរៀនសាលាទាហានជើងទឹកទៅវិញល្ងើដូចវែកក្នុងឆ្នាំងសម្លនៅក្មេងល្ងើអត់ដឹងអីទេសំបីតែកងទ័ពជើងទឹករបស់គណៈបព្វជិជនហ្នឹងក៏គេអត់យកក្មួយហ្នឹងទៅធ្វើអាចក្រល្មងអីដែរកុំថាឡើយអ្នកឯងជាប់សាលាជើងទឹកស្រុកអាមេរិកជាប់ឪសាលាអាមេរិករត់តែគេស្អប់ទៅទៀតអញ្ចឹងដល់ពេលក្មួយហ្នឹងទៅនឹកឃើញតែខ្លួនហ្នឹងល្បីល្បាញអីក្នុង Facebook អីចូលអាហ្នឹងក៏អត់ក្អែលចូលដល់ក្អែលចូលចង់បញ្ចេញគំនិតរបស់ខ្លួនប្តឹងសៀមទៅ ICC អីថ្នាក់ដឹកនាំគណៈបព្វជិជនគេអត់ចូលចិត្តអាណាមួយដែលចេះជាងគេទេគេអត់ចូលចិត្តអាណាមួយដែលចេះជាងគេទេអាណាក៏ដោយឲ្យតែចេះជាងថ្នាក់ដឹកនាំគណៈបព្វជិជនគេកាត់ចោលភ្លាមបានជាគេឲ្យអាកថាភេងវណ្ណៈហ្នឹងមកស្ដីឲ្យក្មួយអីឈ្មោះអីក្មួយពេជ្រនេះឈ្មោះអីពេជ្រទេពេជ្រលងពេជ្រលិតអីក៏ខ្ញុំមិនដឹងឯងឈ្មោះអីក្មួយអីមាននឹងឈ្មោះអីមូនពេជ្រណាគេមិនដែលឲ្យតម្លៃទេតែខ្ញុំនិយាយចង់មាត់ចង់កសិនដើម្បីអីកុំឲ្យខ្មែរអ្នកជោហ្នឹងថាខ្ញុំជាតែបង្អាប់ក្មេងមែនទេនៅល្ងងខ្លាំងណាស់ទីមួយខ្លួនរៀនពីសាលាចក្រពត្តិខ្លួនគ្មានកំណើតទេជាមួយបកកុម្មុយនីសនោះកុំជោឲ្យសោះអត់មានអាណាមួយរៀនសាលាលោកសេរីទៅធ្វើការឲ្យបានកាន់តួនាទីត្រឹមត្រូវក្នុងជួរកុម្មុយនីសទេគណៈបកប្រជាជនគឺជាគណៈបកកុម្មុយនីសចំណែកគណៈបកកុម្មុយនីសគណៈបកប្រជាជនគឺវាប្រឆាំងដាច់ខាតពួកចក្រពត្តិបតិកិរិយាបងប្អូនដឹងមិនបានខ្ញុំអត់ទៅស្រុកខ្មែរអត់អីគឺពួកខ្ញុំនឹងពូចក្រពត្តិដូច្នេះក្នុងនាមចក្រពត្តិណាទៅដល់ណាគេបោះឲ្យកពើស៊ីហើយបើសិនណាជាគេប្រើវិញគេប្រើអស់គេបោះឲ្យកពើស៊ីឬក៏គេប្រើអស់ប្រយោជន៍គេស្ដោះចោលដូចក្របព្រីងអញ្ចឹងអូខេ have a nice trip សុភ័ក្រនឹងសុំឲ្យយល់ណាប៉ុន្តែមូនពេជ្រនៅក្មេងណាស់ដូចវែកក្នុងឆ្នាំងសម្លអញ្ចឹងអត់ដឹងរសជាតិសម្លទេយើងមករៀនសាលាជើងទឹកមែនប៉ុន្តែត្រូវដឹងថាបកកាន់អំណាចនៅប្រទេសកម្ពុជាគឺបកកុម្មុយនីសចំណែកយើងនេះយើងរៀនសាលាចក្រពត្តិណាចក្រពត្តិបតិកិរិយាសម័យសីហនុគ្រូរបស់ខ្ញុំបានទទួលអាហារូបករណ៍
មកសិក្សានៅសហរដ្ឋអាមេរិកឆ្នាំ1957រៀនចប់ហើយទៅស្រុកវិញមិនសង្ឃឹមថាមានការងារធ្វើទេដូច្នេះហើយគាត់ក៏បានសុំធ្វើការនៅអង្គការសហប្រជាជាតិពេលហ្នឹងនៅស្រុកខ្មែរគេចាក់រុកថាគាត់នឹងក្បត់ជាតិរហូតដល់នរោត្តមសីហនុនិយាយនិស្សិតខ្មែរខ្លះណាឲ្យបញ្ជូនចេញទៅរៀននៅបរទេសទៅរៀនជាមួយពួកអាចារ្យកពតអត់មកស្រុកវិញទេសិតតែក្បត់ជាតិវាមានសីហនុណាបញ្ជូនគ្រូខ្ញុំមករៀនណាគ្រូខ្ញុំគាត់សុំអាហារូបករណ៍បានតែសីហនុអះអាងថាជាគុណូបការៈរបស់គាត់ឌៀលថ្មាស់មិនចាញ់មកទេគាត់ថាមករៀនអត់ទៅស្រុកវិញវាក្បត់ជាតិគ្រូខ្ញុំគាត់អត់ទៅស្រុកវិញរហូតព្រោះខ្លាចក្បត់ជាតិអត់ទៅស្រុកវិញទេអត់ទៅស្រុកវិញដល់សម័យសាធារណរដ្ឋណាមានគេជួយណែនាំឈ្មោះគ្រូខ្ញុំឲ្យទៅលោកលន់នល់គាត់ស្គាល់គាត់ចង់តែងតាំងជានាយកខុទ្ទកាល័យមិនទាន់ទាំងតែងតាំងផងខ្មែរស្អប់គ្នាចាក់រុករហូតដល់គ្រូខ្ញុំអត់ហ៊ានទៅស្រុកវិញទៅម្ដងឬពីរដងអត់ហ៊ានទៅទៀតទេខ្មែរចាក់រុកអត់គេមិនចង់ឲ្យមនុស្សដតីនឹងឡើងទៅធ្វើកិច្ចការនាយកខុទ្ទកាល័យគេចាក់រុកទៅគ្រូខ្ញុំក៏អត់បានទៅរហូតមកដល់ខ្មែរក្រហមរហូតមកដល់ទីបំផុតគាត់ចូលនិវត្តន៍នៅសហរដ្ឋអាមេរិកឥឡូវកៅផ្លាយមិនដឹងគាត់នៅឬមិននៅទេខានជួបគាត់យូរឃើញទេអាហ្នឹងមួយណាអ្នកដតីទៀតដែលរៀនសាលាចក្រពតទៅវិញគឺបើចង់បានការងារធ្វើណាបើចង់បានការងារធ្វើឆាប់យកប្រពន្ធកូនចិនអ្នកមានឬក៏យកប្រពន្ធកូនមន្ត្រីណាដែលគេត្រូវការបើសិនណាជាអត់មានប្រពន្ធជាកូនមន្ត្រីសីហនុទេហើយអត់ប្រពន្ធនឹងជាកូនចិនអ្នកមានទេគឺមិនងាយបានការងារកន្លែងត្រឹមត្រូវធ្វើទេពីព្រោះនៅក្នុងក្រសួងនានាសម័យសីហនុគេលួចចង្អុលគេថាពួកហ្នឹងពួកអាមេរិកចេញពីអាមេរិកហើយឈ្មោះតែចេញពីអាមេរិកគឺគេអត់យកធ្វើការអីត្រឹមត្រូវទេគេឲ្យទៅធ្វើការតែពីដើមឡើយគេឲ្យកន្លែងបញ្ឈរជើងយើងមានប្រាក់ខែទៅធម្មតាអញ្ចឹងទៅប៉ុន្តែការងារគេមិនឲ្យធ្វើទេហើយនៅក្នុងគោលក្បាលរបស់អាខ្នុនេះវាក៏បដ ாய் ឲ្យប្រព័ន្ធរាជការវាហ្នឹងធ្វើអញ្ចឹងអានឹងរឿងសម័យសីហនុណាមានតែមនុស្សម្នាក់ទេដែលទៅស្រុកខ្មែរវិញបានធ្វើការគាត់រៀននៅ MIT Massachusetts Institute of Technology គាត់វិលត្រឡប់ទៅវិញគាត់ជាខ្មែរម្នាក់ដែល graduate មុនគេនៅ MIT គាត់ត្រឡប់ទៅស្រុកវិញដោយសារគ្រួសារគាត់មានវណ្ណៈគាត់បានទៅធ្វើកិច្ចការត្រឹមត្រូវគឺលោកឈិតឈឿក្រៅពីហ្នឹងបើមិនការកូនចិនអ្នកមានទេឬក៏ជាប់កូនប្រសាមន្ត្រីធំទេគ្មានបានការងារល្អធ្វើទេអូខេអាហ្នឹងអញ្ចឹងតែប្រាប់អើយមែនទេអាឆាងសុងមនុស្សចោលមកទៀតអាហ្នឹងក្មេងជំនាន់ក្រោយគាត់វាអាយុបងខ្ញុំអាឆាងសុងវាមនុស្សចោលមកទៀតវាអត់បានភ្លក់រសជាតិនៅក្នុងសម័យសីហនុនឹងច្រើនទេវាមនុស្សចោលមកទៀតអានោះរដ្ឋមន្ត្រីក្រសួងខាងធម្មចុងក្រោយពីដើមអ្នកនាំពាក្យវាចោលមកទៀតអញ្ចឹងហើយមកពីចោលមកទៀតហ្នឹងហើយបានត្រឡប់ទៅបម្រើហ៊ុនសែនឲ្យគេធាក់ក្បាលមកវិញវានឹងហើយអ្នកបម្រើហ៊ុនសែនណាវាទៅពីអាមេរិកទៅតាំងពី89តាក់ទងនឹងហ៊ុនសែនណាទៅបម្រើហ៊ុនសែនរហូតដល់គេធាក់មកវិញអាមនុស្សចោលមកទៀតកាច់រឹកកាច់រៀងតែបានធ្វើមីនីអង្គហ្វមចុងណាបានធ្វើរដ្ឋមន្ត្រីក្រសួងចុងក្រោយហ្នឹងសរសេរសភៅមួយអាពេលលោកតាលន់នល់ក៏ចេញពីថ្ងៃទី1ខែមេសាអានឹងចោលមកទៀតមិនបានកាយទេអានោះនិយាយអីចេះដឹងត្រឹមត្រូវប៉ុន្តែមនុស្សចោលមកទៀតបាទពីដើមវាអ្នកនាំពាក្យអ្នកកសែតអីវាធ្វើគ្រូបង្រៀនដល់សម័យសាធារណរដ្ឋវាធ្វើជាសរសេរកសែតស្អីមកក្រោយមកបានទៅជាអ្នកនាំពាក្យជាមួយនឹងលោកសាក់មួយម្នាក់ដល់ក្រោយមកឡើងធំឈ្មោះអេរ៉ុងនេះភ្លេចទៅលោកនឹងក្រោយមកដូចជាឡើង brigadier អីឈ្មោះបំរុងអញ្ចឹងអីស្អីទេខ្ញុំភ្លេចទៅលោករងហ្នឹងណាពីដើមវាធ្វើការជាមួយលោករងហ្នឹងតាហើយវាមកដល់អាមេរិកវាចោលមកទៀតរហូតវាបង្កើត Sale Cambodia ហ្នឹងធ្វើចាយលុយចាក់អំរងលោកអំរងត្រូវលោកអំរងហ្នឹងតាំងពីសាក់មួយរហូតដល់សម័យសាធារណរដ្ឋលោកអំរងឡើង brigadier ចោលមកទៀតទេអត់បានការទេណាអាហ្នឹងវាមិនបានទៅធ្វើការអីធំដុំនៅក្នុងសម័យសីហនុទេនៅក្មេងបាទហ
ហើយវាមិនមែនជាពួកចាក់កពតទេបើខួរក្បាលវាចាក់កពតមិនមែនទៅប្រឡូកប្រឡាក់នៅខាងក្នុងទេប៉ុន្តែខួរក្បាលវាខួរក្បាលពាត់គេចាក់អាមួយខួរក្បាលចាក់កពតអាមួយខួរក្បាលពាត់គេធាក់ខួរក្បាលវាខួរក្បាលត្រូវហ៊ុនសែនធាក់ទៅបំរើគេឲ្យគេធាក់ទៀតនៅក្នុងស្រុកហ្នឹងកាលនេះទៅអង្គុយតុកអង្គុយអីជួនកាលគេដេញទៅអង្គុយតុកពេលគេជួបជុំផឹកស៊ីអីគណៈបព្វជិជនជួនកាលគេដេញតែមិនអង្គុយហ្នឹងគេដេញសាយហេគ្មានកំណត់ណាងាប់ប្រឡប់លើគ្មានខួរក្បាលសេរីទេពួកអស់នេះនៅអាមេរិកមែនប៉ុន្តែវែកក្នុងឆ្នាំងសម្លវាមិនដែលស្គាល់សិទ្ធិលទ្ធិសេរីទេអាហ្នឹងអញ្ចឹងត្រឡប់ទៅវិញក្មួយមូនពេជ្រហ្នឹងណាក្មួយមូនពេជ្រហ្នឹងដូចវែកក្នុងឆ្នាំងសម្លអត់ដឹងអីទេខ្លួនឯងរៀនសាលាតាហ៊ាននៅចាក់កពតនេះត្រឡប់ទៅវិញគេស្អប់តែហើយដល់តែចាញ់មុខចាញ់មាត់ណាពួកកុម្មុយនីសវាដែលចូលចិត្តអាណាចាញ់មុខចាញ់មាត់ណាអញ្ចឹងហើយក្រោយមកវាឲ្យកថាផេងវណ្ណៈមកស្ដីឲ្យឃើញអាផេងវណ្ណៈចាញ់មកស្ដីឲ្យទេឃើញចាញ់មកស្ដីឲ្យទេតែមិនទាន់បាត់ធំទឹកដោះផងមិនទាន់ជ្រុះបល័យពីក្បាលផងឯងចេះស្អីអាហ្នឹងអាផេងវណ្ណៈវាធ្វើអីគឺមេវាប្រាប់វាមិនងាយមកវាយប្រហារស្ដីឲ្យលើមនុស្សណាខាងផ្នែកនយោបាយលើកលែងតែអ្នកក្រៅប្រទេសតែនៅក្នុងស្រុកវាមិនងាយទេពីព្រោះតលតែមេវាខ្សឹបឬសញ្ញោទៅវាវាយណាវាជាកថាអញ្ចឹងមេវាប្រាប់មកថាណែរឿងអាមូនពេជ្រហ្នឹងអត់ត្រូវចេះដឹងជាងលោកហ៊ុនសែនទេស្អីឯងស្អីបានមករៀនសាលាជើងទឹកនៅសហរដ្ឋអាមេរិកឯងចូលអីហើយតាំងពីគេជេរហ្នឹងមកតាំងពីអភ័យវណ្ណៈចាញ់មកមិនសិនមិញអភ័យវណ្ណៈចាញ់តាំងពីអភ័យវណ្ណៈចាញ់ស្ដីឲ្យអាក្មួយពេជ្រហ្នឹងគ្មានអនាគតទេអញប្រាប់ឯងទៅឯងនៅក្នុងកងទ័ពជើងទឹកក៏ដោយជើងទួយក៏ដោយឯងគ្មានអនាគតទេអាពៅមកពីឯងល្ងើណាតែឯងទៅធ្វើតាហ៊ានឯងមិនសង្ងំទៅតាហ៊ានទេឯងចូលឯងចេះអីឯងមករៀនសាលាជើងទឹកប្រហែលឆ្នាំគេឲ្យឯងរៀនឯងគិតកសាងខ្លួនសិនមិនគិតទេឯងភ្លើឯងទៅឆ្លោះជាមួយថៃស្អីណាឯងទៅឆ្លោះជាមួយថៃអីអញប្រាប់ហើយប្រាប់ទៀតតែបើឯងកូនអ្នកក្រទេលោកហ៊ុនសែនបញ្ជូនឯងឲ្យតែកម្មាមួយឯងប្រាប់ឯងទៅឯងទៅងាប់ការពារអំណាចគាត់ឯងភ្លើឯងស្មានតែឯងរៀនសាលាជើងទឹកស្រុកអាមេរិកហ្នឹងគេឲ្យតម្លៃឯងកុំនេះណាឲ្យតម្លៃឯងនោះនៅល្ងងដល់ឡើយបើជួបខ្ញុំស្ដីឲ្យថែមទៀតខ្ញុំថាមកពីក្មួយឯងវាភ្លើណាខ្លួនណាចាញ់ពីសាលាជើងទឹកអាមេរិកប្រវត្តិរូបខ្លួនគេដាក់បិទក្រហមហើយបិទក្រហមមានន័យថាម៉េចអាមនុស្សហ្នឹងអត់តែងតាំងទេហើយកុំចូលនោះណាតិចគេឲ្យទទួលខុសត្រូវនេះវាចម្បាំងអីតាំងអូនអើយគេឲ្យឯងអូសខ្សែពួរយុទ្ធការគេឲ្យឯងត្រឹមតែអូសខ្សែពួរយុទ្ធការគេមិនឲ្យកណូតមួយកាន់ផងពីព្រោះអីកុម្មុយនីសវាស្អប់ពួកអាមេរិកសង្ងប់សប្ងៃនេះវាអរគុណអែបអបដោយសារអីដោយសារវាវាយឈ្នះសៀមឡើងប៉ោងខោដល់វាវាយឈ្នះសៀមប៉ោងខោទៅវាអែបអបអាមេរិកដើម្បីបានកាច់ឈប់បាញ់កុំអីវាសើចគូដាក់ឲ្យដឹងទេតែឯងចាស់ស្អីទៅប្តឹង ICC អីចាក់លើខ្ញុំប្រឡយមកប្រឡយក៏ទៅមួយទេឥឡូវអាផៃវណ្ណៈចាញ់មកសាប់បាត់អាផៃវណ្ណៈចាញ់មកសាប់បាត់សាប់ដោយសាប់លហុងអញ្ចឹងចាប់រឿងក្មួយអីមូនអីពេជ្រអីនោះពេជ្រលងពេជ្រលយពេជ្រលិតពេជ្រលត់ពេជ្រអីហ្នឹងកុំស្មានថាអា Facebook ហ្នឹងវាជួយឲ្យល្បីនោះនៅប្រទេសកម្ពុជាណាតែហ៊ានធ្វើអីលើសមេណាមេឲ្យកថាវាយផាំងអភ័យវណ្ណៈមិនមែនចាញ់មកនិយាយចិត្តឯងទេខាងលើគេឲ្យមកឲ្យដឹងផងហើយអាអ្នកចោះឈ្មោះអីនាំគ្នាផ្សាយរឿង ICC ជាមួយមូនពេជ្រហ្នឹងឯងកូនចៅឯងបញ្ញាប់ដកខ្លួនចាញ់កុំចូលត្រូវឡើយហ្នឹងនៅក្នុងកុម្មុយនីសដូចនៅក្នុងសម័យស្ដេចហើយកុំចេះអញងងជាងឯងមែនប៉ុន្តែអញមេពេលអង់គ្លេសគេថា do not initiate anything when you serve the ignorance ប្រែជាភាសាខ្មែរថាកុំឲ្យមានយោបល់នៅពេលដែលខ្លួនធ្វើជាខ្ញុំកញ្ជះរបស់ជនល្ងងខ្លៅតើបានទេ no man arrogant នេះកូនគេហៅ naive ឆោត arrogant មានន័យទៅចេះមិនមែនចេះទេឆោតនៅក្នុងបរិបទនេះគេហៅថាបើឯងបំរើមនុស្សល្ងងកុំចេះតែអ្នកឯងចេះជាងមេឯងត្រូវហើយស្ដាប់បាននៅកូនចៅកុំមកភ្លើអីណាទៅប្តឹង ICC អីមេគេអត់ប្តឹងហើយកុំចេះចេះជាងមេហើយចេះជាងមេវាយឯងតលបាច់ពងអត់បានទេអាហ្នឹងដឹងឲ្យច្បាស់អូខេដឹងឲ្យច្បាស់កុំមកញ៉ៃណាដឹងឲ្យច្បាស់អាហ្នឹងអញ្ចឹង